សួស្តីបងប្អូនទាំងគ្នាជាទីមេត្រីនៅយប់នេះគឺមាន4ក្រុមនឹងធ្វើការប្រកួតគ្នាទៀតហើយបងប្អូនណាសុទ្ធតែជាគូជួចចិត្តតែម្ដងជាមួយនឹងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026នៅក្នុងវគ្គចែកពូលណាហើយសម្រាប់យប់នេះគឺជាការប្រកួតនៅក្នុងជុំទី2ហើយបងប្អូនណាជុំទី2លេងនៅក្នុង Pool E និង Pool S បាទ Pool E និង Pool S ដែលគូលេងដំបូងគេនៅវេលាម៉ោង12រំលងអាធ្រាត្រយប់នេះបងប្អូនណាជំនួបគ្នារវាងហូឡុងបាទជំនួបជាតិហូឡុងត្រូវប៉ះគ្នាជាមួយនឹងស៊ុយអែតបាទគូពិសេសណាបងប្អូនបាទស៊ុយអែតក៏ខ្លាំងហូឡុងក៏ខ្លាំងដែររាត្រីនេះចាំមើលអ្នកណាជាអ្នកឈ្នះនៅក្នុងជុំទី2នេះយើងធ្វើការវិភាគបាទហើយនៅវេលាម៉ោង3រំលងអាធ្រាត្របងប្អូនណាបាទអិនត្រីដៃអាឡម៉ុងត្រូវប៉ះគ្នាជាមួយនឹងកូដូវ៉ាបាទកូដូវ៉ាណាបាទកូដូវ៉ានេះក៏មិនធម្មតាដែរចាំមើលបាទអិនត្រីដៃយប់នេះអាចលុតទៅលើបាទកូដូវ៉ាមិនបានគ្រាប់ហើយនៅវេលាម៉ោង7ព្រឹកបាទ7ព្រឹកស្អែកណាបងប្អូនបាទ7ព្រឹកស្អែកតែម្ដងគឺជាជំនួបគ្នារវាងអេក្វាឌ័រត្រូវប៉ះគ្នាជាមួយនឹងគូរ៉ាកាវបាទហើយនៅវេលាម៉ោង11ស្អែកថ្ងៃត្រង់បាទ11ស្អែកថ្ងៃត្រង់ថ្ងៃអាទិត្យនេះគឺជំនួបគ្នារវាងក្រុមជម្រើសជាតិជប៉ុនបាទជប៉ុនត្រូវប៉ះគ្នាជាមួយនឹងទុយនេស៊ីណាតើជប៉ុនអាចយកឈ្នះទៅលើទុយនេស៊ីបានដែរទេក៏យើងធ្វើការវិភាគដែរតែមុនធ្វើការវិភាគសំណូមពរបងប្អូនចូល Channel Telegram របស់ខ្ញុំបាទពិសិដ្ឋ KH ម្នាក់មួយទៅបងប្អូនណាដើម្បីមើលការ live បាល់ការទម្លាក់គូក៏ដូចជាព័ត៌មានកីឡាផ្សេងៗដែលមាន link នៅក្នុង comment សម្រាប់ Facebook ឬក៏បងប្អូនអាចចូលក្នុង page របស់ខ្ញុំទៅគឺមាន link នៅក្នុងbio ណាហើយសម្រាប់បងប្អូន YouTube មាននៅក្នុង description សម្រាប់បងប្អូននៅក្នុង TikTok គឺមាន link នៅក្នុង bio ដូចគ្នាបាទបងប្អូននៅក្នុង TikTok អាចចូលទៅក្នុង bio ទៅបើសិនជាចុចទំនងជាប់បាន copy មកផាសនៅក្រៅណាបាទផាសនៅក្នុងជ្រុំឬក៏ផាសនៅ Telegram គឺអាចចូលបានហើយបាទអរគុណច្រើនបាទអញ្ចឹងយើងនិយាយដល់គូពិសេសទី1តែម្ដងទៅរវាង Holong ត្រូវប៉ះគ្នាជាមួយនឹង Soy Ed បងប្អូនណានៅវេលាម៉ោង12រំលងអាទិត្យយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យនេះណាហើយបើនិយាយអំពីក្រុមទាំងពីរស្ថិតនៅក្នុង Pool S ណា Pool S គឺមាន Holong បាទមានស៊ុយអែតជប៉ុននិងទុយនេស៊ីរាល់ថ្ងៃនេះគឺស៊ុយអែតឈរនៅកំពូលតារាងមាន3បន្ទុកពេញព្រោះប្រកួតជើងទី1នោះបាទប្រកួតជើងទី1គឺគាត់បានយកឈ្នះទៅលើទុយនេស៊ីរហូតដល់5-1ខណៈពេលដែលហូឡុងនេះបានត្រឹមតែស្មើគ្នាជាមួយនឹងជប៉ុន2ស្មើបងប្អូនណាក្នុងជុំទី1អញ្ចឹងយប់នេះបាទហូឡុងទៅប៉ះគ្នាជាមួយស៊ុយអែតជប៉ុនទៅប៉ះគ្នាជាមួយទុយនេស៊ីវិញណាជមើលអ្នកណាអ្នកណាកើនឡើងជាងហើយបើយើងនិយាយអំពីប្រវត្តិប៉ះគ្នារវាងហូឡុងជាមួយស៊ុយអែតនេះប៉ះគ្នា7លើកបងប្អូនណា7លើកនោះគឺហូឡុងឈ្នះ4ដងទៅហើយបាទស៊ុយអែតឈ្នះតែ1លើកទេហើយស្មើគ្នាចំនួន2លើកការប៉ះគ្នាលើកចុងក្រោយបំផុតនៅក្នុងឆ្នាំ2017បាទព្រឹត្តិការណ៍ World Cup ដែរណានៅក្នុង Pool A ពេលនោះគឺហូឡុងបានយកឈ្នះទៅលើស៊ុយអែតនេះ2-0បាទ2-0ណាបាទអញ្ចឹងក៏ធ្លាប់មានប្រវត្តិឈ្នះច្រើនទៅលើស៊ុយអែតនេះដែរនិយាយទៅហូឡុងកីឡាករល្អច្រើនស៊ុយអែតទើបតែឡើងមកលើទេបាទដោយសារមានវីទ័រកាយ៉ូរ៉េសអីហ្នឹងបងប្អូនបាទលេខសន្តិអ៊ីសាក់ហ្នឹងហើយបើយើងនិយាយអំពីកីឡាករយប់នេះបងប្អូនណាបាទហូឡុងគឺពេញជើងបឹបហើយបងប្អូនដឹងហើយបាទខ្សែការពារគឺមាំណាហូឡុងគឺជាក្រុមមួយដែលមានតំបន់ការពារមាំបាទតំបន់បម្រើល្អប៉ុន្តែតំបន់ប្រយុទ្ធរបស់គាត់មិនសូវជាណាទេបាទតំបន់ប្រយុទ្ធមាន Cody Gakpo បាទ Daniel Mullin ហ្នឹងណាតំបន់បម្រើ Gravenberch បាទរបស់ Liverpool Frankie de Jong Barcelona Thierry Reinders របស់ក្លឹបឥឡូវនេះនៅ Man City ណាហើយសម្រាប់ខ្សែការពារមាន Dumfries បាទ Van Dijk ក៏ដូចជា Van de Ven ណាបាទក៏ដូចជាកីឡាករ Jean Paul Van Hecke អីបាទហើយអ្នកចាំទីគឺកីឡាករ Verbruggen ហើយខាងស៊ុយអែតវិញបាទជើងខ្លាំងរបស់គេបងប្អូនដឹងបាទ Victor Gyokeres របស់ Arsenal Alexander Isak អីហ្នឹងហើយមានកីឡាករល្អៗច្រើនបាទYacine Ayuri នេះបាទ Yacine Ayari បាទកីឡាករនេះក៏ល្អដែរនៅក្លឹប Brighton ណាបាទសុទ្ធបញ្ចូលទី2គ្រាប់តែម្ដងទៅលើ Tunisia ការប្រកួតជុំទី1ណាបាទល្អមែនតើអញ្ចឹងមិនចាញ់គ្នាប្រហែលទេបងប្អូនណាមិនចាញ់គ្នាប្រហែលទេសម្រាប់ក្រុមទាំងពីរបើនិយាយអំពីទម្ងន់គឺបាទខាងហូឡុងមានទម្ងន់ជាងណាមានទម្ងន់ជាងប៉ុន្តែបើនិយាយអំពីខ្សែយុទ្ធរៀងមុតក៏ស៊ុយអែតនេះក៏មុតជាងដែរប៉ុន្តែតំបន់បម្រើគាត់តំបន់ការពារមិនសូវជាប្រមាណទេបាទស៊ុយអែតនេះប៉ុន្តែតំបន់ប្រយុទ្ធរបស់គាត់មុតណាខណៈពេលដែលហូឡុងមានតំបន់បម្រើល្អតំបន់ការពារមាំបងប្អូនប៉ុន្តែតំបន់ប្រយុទ្ធរបស់គាត់អាចនិយាយថាស្តៀងទៅពុកទីកាលទេបាទទៀលប៉ុន្តែគេពឹងលើតំបន់បម្រើនិងតំបន់ការពារច្រើនជាអ្នក support ចឹងណាជាអ្នក support ចឹងខ្ញុំគិតថាក្រុមទាំងពីរនេះហូឡុង55%ឬក៏អាច60%បាទស៊ុយអែត40%មានអត្រាឈ្នះណាបងប្អូន60ទល់នឹង40សម្រាប់ក្រុមដែលមានអធិភាពឈ្នះក្នុងយប់នេះខ្ញុំគិតថាហូឡុងបាទហូឡុងណាហើយខ្ញុំគិតថាស៊ុយអែតក៏អាចតដៃបានដែរបាល់នេះគឺមានគ្រាប់ទៅមកបាទបាល់នេះក៏អាចមានគ្រាប់ទៅមកបើនិយាយអំពីការទូទាត់លទ្ធផលបាល់តែម្ដងខ្ញុំគិតថាហូឡុងអាចនឹងយកឈ្នះទៅលើក្រុមស៊ុយអែតក្នុងលទ្ធផល2-1 3-1ឬក៏2ស្មើឥឡូវយើងនិយាយពីនេះមកពីផ្លូវដែលល្អបំផុតតែម្ដងណាគឺអាចនឹងស៊ីបាទ
3-1 ឬក៏បាទ2-1បាទ3-1ឬក៏2-1បងប្អូនណាអញ្ចឹងបងប្អូនអាចពិចារណាទៅអឺទម្ងន់គឺខ្ញុំឲ្យទៅលើ Holong គូនេះអាចនឹងវាយ Holong ក៏បាន over ក៏បានដែរបងប្អូនណាអាចមាន2ជម្រើសណាបាទ over 2កន្លះបូក3បាទ Holong តឲ្យកន្លះបូក1ទៅលើក្រុមស៊ុយអែតបងប្អូនពិចារណាទៅអាចទម្លាក់នៅមតិបងប្អូននៅក្នុង comment ផងដែរជាការទូទាត់របស់ខ្ញុំទេបាល់នេះ2-1 3-1បាទអរគុណច្រើនលេង over គឺទំនងបំផុតវាយបើវាយអញឈ្នះកន្លះអញ្ចឹងវាសិនស៊ី2-1បងប្អូនបាទអរគុណច្រើនបាទយើងនិយាយដល់គូទី2ក្រុមអន្ត្រីដែកអាឡម៉ង់ត្រូវប៉ះគ្នាជាមួយនឹង God of War បងប្អូនណានៅវេលាម៉ោង3រំលងអាធ្រាត្រយប់នេះបាទហើយក្រុមទាំងពីរគឺស្ថិតនៅក្នុង pool E ណានៅស្ថិតនៅក្នុង pool E មានអាឡម៉ង់ God of War បាទ Ecuador ក៏ដូចជាគូរកាយណាអញ្ចឹង4ក្រុមនេះយើងឃើញថាអាឡម៉ង់លេចធ្លោជាងគេហើយបងប្អូន God of War ក៏គ្រាន់បើដែរណាបងប្អូនបាទចាំមើលយប់នេះត្រូវEcuador ទៅប៉ះគ្នាជាមួយការ៉ាហ្គាវតែគាត់អាចយកឈ្នះទៅលើការ៉ាហ្គាវអត់ហើយបើនិយាយអំពីអាឡម៉ង់បាទជើងទី1និយាយជើងទី1អត់ត្រូវទេបាទនិយាយជុំទី1បាទជុំទី1នោះបាទលុតទៅលើក្រុមបាទការ៉ាហ្គាវក្នុងលទ្ធផល7-1ណាបាទលុតមែនតើបងប្អូនតង់ទី1អត់សូវប្រហែលទេបងប្អូនគេថាអូសៀងអាឡម៉ង់សៀងបាទតង់ទី2តាប់យកបងប្អូនហើយ7-1បាទ7-1ខ្លាំងស៊ីសាហាវបាទហើយសម្រាប់ God of War នេះបាទការប្រកួតជើងទី1ក៏យកឈ្នះទៅលើ Ecuador ដែរបាទ Ecuador ខ្លាំងមកបងណាការពារមុំប៉ុន្តែ God of War នេះអាចយកឈ្នះបានបាទ1-0បាទក៏ជារឿងល្អមួយដែរសម្រាប់ God of War ឬក៏ Auricos ហើយសម្រាប់រាត្រីនេះប៉ះនេះជាមួយអាឡម៉ង់រៀងតឹងទេបងប្អូនបាទអន្តរីដៃអាឡម៉ង់ណាប៉ុន្តែអត់ដឹងថាគាត់ស៊ីប្រហែលគ្រាប់ទេហើយរាត្រីនេះគឺអាឡម៉ង់តឲ្យមួយគ្រាប់ដាច់ណាមួយគ្រាប់ដាច់ទៅលើក្រុម God of War បងប្អូនគិតយ៉ាងណាដែរហើយបើនិយាយពីកីឡាករបាទខាងអាឡម៉ង់យប់នេះបាទមាន Kai Havertz និង Saigon ប្រអប់ហើយបាទមាន Florian Wirtz Jamal Musiala នៅកណ្ដាល Leroy Sané នៅខាងស្ដាំណាហើយតំបន់បំរើមានបាទដូចជាមីឆាបាទមីឆារបស់ Dortmund Felix មីឆាបងប្អូនខ្លះស្គាល់ទេសម្រាប់ខ្ញុំអ្នកតាមដានគឺស្គាល់ហើយក៏ដូចជាបាទ Pavlovic បាទ Alexander Pavlovic របស់ Bayern គេទៅកីឡាករភាគច្រើនចេញពី Bayern Munich ជាមួយនឹង Dortmund ណាបាទមាន Jonathan Tah Schlotterbeck បាទរបស់ Bayern ដែរក៏មានកីឡាករ Frankfurt 2នាក់ដែរបងប្អូនបាទមានដូចជាកីឡាករបាទ Brown Nathaniel Brown របស់ Frankfurt ខាងស្ដាំគឺកីឡាករ Joseph Kimmich របស់ Bayern ណាខាងក្រុមGod of War បងប្អូនភាគច្រើនគឺស្គាល់ហើយបាទ Amad Diallo ណា Amad Diallo កំពុងឡើងជើងខ្លាំងហើយសម្រាប់កីឡាករដែលកំពុងឡើងជើងគឺ Nicolas Pepe ណា Nicolas Pepe ខ្សែវាប្រអប់របស់ក្រុមជម្រើសជាតិ God of War ក៏ល្អដែរអាស៊ីសបាន 3-4 ដងបងប្អូនណាប្រហែលគូនេះគាត់ធ្វើបានល្អបាទអញ្ចឹងសម្រាប់គូទាំងពីរនេះគឺយើងមើលឃើញហើយថាបាទអាឡម៉ង់គឺមានប្រៀបហើយបងប្អូនណាទៅលើ God of War គាត់ថាគាត់ស៊ីប្រហែលគ្រាប់យើងអត់ដឹងប៉ុន្តែតមួយគ្រាប់នេះខ្ញុំគិតថាល្មមហើយបងប្អូនណាបាទអញ្ចឹងល្អសម្រាប់បងប្អូនដែលអ្នកស្នេហាវិស័យវិនិយោគបាល់ទាត់ឬក៏ស្រឡាញ់ក្រុមជម្រើសជាតិអាឡម៉ង់គឺអាចគ្រប់គ្រងបានខ្ញុំគិតថាអាឡម៉ង់យប់នេះអាចនឹងយកឈ្នះលើ God of War ក្នុងលទ្ធផល3-1បងប្អូនណា3-1អានឹងជាការទូទាត់របស់ខ្ញុំទេហើយបើនិយាយពីទម្រង់លេងរបស់អាឡម៉ង់គឺការជាកីឡាករអាឡម៉ង់លឿនណាបងប្អូនបាទ Florian Wirtz នៅពេលដែលគាត់លេង Liverpool មិនសូវជាល្អទេប៉ុន្តែលេងឲ្យក្រុមជម្រើសជាតិល្អមែនទែនបងប្អូនណាការលេងនៅនៅ Bayer Leverkusen ក៏ល្អដែរប៉ុន្តែមកលេង Liverpool ដូចមិនបាទ Jamal Musiala បន្ទុករបស់គាត់8ចុចជាងណា Kai Havertz ក៏ល្អដែរបាទលឿនណា Leroy Sané ក៏បង្ហាញទម្រង់លេងល្អដែរណាអញ្ចឹងតំបន់ប្រយុទ្ធរបស់អាឡម៉ង់អាចនិយាយថាមុតស្រួចហើយបងប្អូនបាទគណៈពេលដែលខាង God of War នេះក៏មុតស្រួចដែរបាទមាន2នាក់ Amad Diallo ជាមួយកីឡាករបាទ Nicolas Pepe ណាអញ្ចឹងសម្រាប់គូនេះខ្ញុំទូទាត់ថា3-1ណា3-1បងប្អូនពិចារណាតែបាទអរគុណច្រើនបាទអញ្ចឹងយើងនិយាយដល់គូ Ecuador ត្រូវប៉ះគ្នាជាមួយនឹងកូរ៉ូហ្គាវណាបាទ Ecuador ត្រូវប៉ះគ្នាជាមួយកូរ៉ូហ្គាវនៅវេលាម៉ោង7ស្អែកណា7ព្រឹកស្អែកថ្ងៃអាទិត្យបាទគូទាំងពីរយើងមើលឃើញថា Ecuador គឺល្អជាងហើយបងប្អូនណាបាទ Ecuador គឺល្អជាងហើយបើនិយាយអំពីប្រវត្តិប៉ះគ្នាមើលក្រុមទាំងពីរអត់ដែលប៉ះគ្នាទេណាបាទហើយ Ecuador នេះប្រកួតជុំទី1គឺចាញ់កូរ៉ូវ៉ាបាទចាញ់កូរ៉ូវ៉ា 1-0 ខណៈពេលដែលបាទកូរ៉ូហ្គាវនេះចាញ់អាឡម៉ង់រហូតដល់7-1ណាអញ្ចឹងបាទកូរ៉ូហ្គាវនេះគ្នាជាកោះមួយទេបាទឡើងមកនេះឡើងបែបមកគេស៊ីទេបាទមិនដឹងយ៉ាងណាយ៉ាងណីទេហើយសម្រាប់យប់នេះបាទ Ecuador តឲ្យចំនួន2កន្លះដាច់បងប្អូនណាតច្រើនណាបងប្អូនណា2កន្លះដាច់ទៅលើក្រុមបាទកូរ៉ូហ្គាវមើលឃើញថាអាឡម៉ង់ស៊ី7-1ត2កន្លះដាច់ឯងបាទគូនេះខ្ញុំគិតថាសៀតដាច់ទេបងប្អូនណានៅតង់ទី1បងប្អូនណាគូរ៉ូហ្គាវលេងជាមួយអាឡម៉ង់កម្រិតមិនលើគ្នាប៉ុន្មានទេអាចនិយាយថាបុកទៅបុកមកអាចថាបុកទៅបុកមកណាប៉ុន្តែតង់ទី2គឺអាឡម៉ង់គ្របយកតែម្ដងបាទអញ្ចឹងគូរ៉ូហ្គាវខ្ញុំគិតថាកម្រិតធំ Ecuador យើងទទួលស្គាល់ថាគាត់
ខ្លាំងជាងគូរកៅមែនប៉ុន្តែតដល់2កន្លះដាច់នេះខ្ញុំគិតថាប្រហែលជាស៊ីមិនដាច់ទេវាមិនអាចដូចឡម៉ុងទេហើយបាទថាឡម៉ុងអាចជឿណា2កន្លះដាច់អាចនឹងដាច់ប៉ុន្តែសម្រាប់អេក្វាដ័រខ្ញុំគិតថាមិនទេបងប្អូនណាអេក្វាដ័រនេះគាត់សម្បូរកីឡាករខ្សែការពារខ្សែបម្រើល្អដែរប៉ុន្តែតំបន់ប្រយុទ្ធរបស់គាត់ក៏មិនណាស់ទេបាទតំបន់ប្រយុទ្ធរបស់គាត់ដូចជាមិនសូវជាប្រកែកណាទេប៉ុន្តែបើនិយាយពីតំបន់បម្រើរបស់គាត់ល្អបងប្អូនដឹងបាទ Moise Caicedo របស់ Chelsea ឯនៅក្នុងណាបាទភាគច្រើនលេងនៅ AC Milan Flamengo Sunderland បាទនិយាយទៅលេងនៅក្លឹបធំច្រើនដែរបាទសម្រាប់ខាងក្រុមអេក្វាដ័រណាអូខេសម្រាប់គូនេះខ្ញុំអត់និយាយច្រើនទេគូនេះខ្ញុំទូទាយថាអេក្វាដ័រអាចយកឈ្នះទៅលើគូរកៅក្នុងលទ្ធផលបាទ2-1ណាបងប្អូន2-1ឬក៏2-0ណាបងប្អូនអត់ដាច់គ្រាប់គាត់ឈ្នះតែគាត់ណាបងប្អូនអញ្ចឹងបងប្អូនអាចពិចារណាទៅព្រោះគូតូចបាទអញ្ចឹងយើងនិយាយដល់គូកូនពៅតែម្ដងទៅបងប្អូនណាគូចុងក្រោយគេរវាងក្រុមជម្រើសជាតិជប៉ុនបាទត្រូវប៉ះគ្នាជាមួយនឹងទុយនេស៊ីបងប្អូនណានៅវេលាម៉ោង11ព្រឹកស្អែកណា11មិន11ព្រឹកទេបញ្ចូល11ថ្ងៃឯងថ្ងៃត្រង់បងប្អូន11ថ្ងៃត្រង់ស្អែកថ្ងៃអាទិត្យបាទហើយការប្រកួតនេះនៅក្នុងពូល S ណាពូល S មានស៊ុយអែតមានហូឡុងជប៉ុនជាមួយនឹងទុយនេស៊ីអញ្ចឹងយើងមើលឃើញថាជប៉ុននេះក៏ខ្លាំងដែរបងប្អូនណាបាទហូឡុងនៅមុខ2-0នេះតាម comeback យកពីស្មើវិញស្មើគ្នាជាមួយហូឡុងមិនធម្មតាទេបងប្អូនហូឡុងជាកម្រិតធ្ងន់មួយហើយយប់នេះជប៉ុនតឲ្យមួយគ្រាប់បាទតឲ្យមួយគ្រាប់ទៅលើបាទទុយនេស៊ីបងប្អូនគិតយ៉ាងណាដែរអញ្ចឹងកម្រិតគឺជប៉ុនគេល្អជាងណាមួយគ្រាប់នេះគឺបាទល្មមបងប្អូនអ្នកវិនិយោគអាចនឹងវាយហើយបាទអាចនឹងវាយហើយបើនិយាយពីកីឡាករជប៉ុនវិញល្អបងប្អូនភាគច្រើនគឺដឹងហើយបងប្អូនបាទប៉ុន្តែកីឡាករចូលនិវត្តន៍ច្រើនណាបងប្អូនណាបាទដូចជាមីណាមីណូវិតារ៉ូអេនដូស្អីនោះគឺចូលនិវត្តន៍បាទចូលនិវត្តន៍ច្រើនសម្រាប់កីឡាករជប៉ុនណាឥឡូវគេឡើងកីឡាករថ្មីច្រើនណាខ្ញុំក៏មិនសូវស្គាល់ដែរបាទក៏មិនសូវស្គាល់ដែរតែគាត់ថាយើងមើលឃើញថាជប៉ុនឡើងជើងខ្លាំងណាជប៉ុនឡើងជើងខ្លាំងបើព្រឹមកូរ៉េកម្រិតគាត់លើកូរ៉េហើយកូរ៉េម្សិលមិញនោះក៏យើងមើលទៅអត្រាស្មើគ្នាគឺខ្ពស់មែនទែនចង់មកនិយាយទៅបាល់ដែលមីស៊ីកូស៊ីទៅលើកូរ៉េនឹងអាចនិយាយថាជាបាល់សំណាងផងបាទវាផ្្លាត់ចេញពីអ្នកចាំទីបាទប៉ះគ្នាឯងឡងទៅដល់ខ្សែប្រយុទ្ធរបស់ខាងមីស៊ីកូអញ្ចឹងណាបាទមិនអីស្មើគ្នាបាទគូហ្នឹងអូខេអញ្ចឹងសម្រាប់ជប៉ុននឹងយប់នេះយើងមើលឃើញថាទម្រង់លេងរបស់ជប៉ុនគឺកាចបាទរត់អត់ហត់ទេបាទកីឡាករជប៉ុនគឺគាត់ឧស្សាហ៍ព្យាយាមបាទបុកយកមិនខ្វល់ថាក្រុមនឹងខ្លាំងប៉ុណ្ណាទេបើប៉ះនេះជាមួយហូឡុងចុងភ័យរបស់ជប៉ុនបងប្អូនឃើញបុកអត់ខ្វល់ទេបាទបុកយកហើយស៊ីអញស៊ីហើយស៊ីទៅស៊ីមកបាទហើយនិយាយទៅលេងមិនហត់ណាកីឡាករជប៉ុនយើងសារគាត់គឺពួកគាត់ស្រឡាញ់សុខភាពដឹងហើយបងប្អូនប្រជាជនជប៉ុនចូលចិត្តហាត់កីឡាអញ្ចឹងសុខភាពរបស់ពួកគាត់មិនងាយហត់ទេអញ្ចឹងការលេងបាល់ទាត់ហ្នឹងក៏ពួកគាត់ស្ទុះស្ទាដែរនិយាយទៅមានសន្ទុះមាន speed តែម្ដងណាបាទមានសន្ទុះមាន speed មានtechnique មាន tactic អីគឺមិនចាញ់អឺរ៉ុបទេបងប្អូនជប៉ុនលេងល្អណាអញ្ចឹងនៅក្នុងរាត្រីនេះខ្ញុំគិតថាជប៉ុននឹងអាចយកឈ្នះទៅលើទុយនេស៊ីហើយបងប្អូនណាអាចនឹងលទ្ធផលអាចនឹងបើមិន2-0 3-0បងប្អូនបើមិន2-0ក៏3-0ដែរបងប្អូនណានេះជាការទូទាយរបស់ខ្ញុំទេហើយយើងមិនមែនមើលងាយទៅលើទុយនេស៊ីនេះទេប៉ុន្តែទុយនេស៊ីគាត់មិនមែនជាក្រុមអីដែលល្អទេបាទ 4-5 គូរបស់គាត់លេងមិនឈ្នះគេទេបងប្អូនចាញ់4ស្មើឈ្នះមួយលើកដែរបាទឆាទៅលើហៃទីណាបាល់មិត្តភាពទីកាលពីនឹងចាញ់ឲ្យស្មើបាទអញ្ចឹងសម្រាប់រាត្រីនេះខ្ញុំគិតថាជប៉ុនឈ្នះហើយបងប្អូនអាចនឹងគ្រប់គ្រងជប៉ុនបានហើយយើងក៏ជាជនជាតិនៅអាស៊ីដែរបើយើងមិនគ្រប់គ្រងជប៉ុនឲ្យគ្រប់គ្រងអ្នកណាបងប្អូនណាបាទហើយជប៉ុនក៏ជួយយើងច្រើនដែរយើងមិនចង់និយាយទៅជាតិទេឥឡូវយើងគ្រប់គ្រងជប៉ុនទៅបាទវាយនិយាយទៅគ្រប់គ្រងជប៉ុនគ្រប់វិស័យមិនថាវិស័យអីទេវិស័យរឿងខៀវវិស័យរឿងក្រហមអីអូខេអញ្ចឹងសម្រាប់គូនេះខ្ញុំទូទាយថា3-0បាទអរគុណច្រើនអញ្ចឹងជូនជាតម្រុយបាល់3គូសម្រាប់យប់នេះតែម្ដងទៅបាទមានដល់4គូបងប្អូនណាយក4គូតែម្ដងទៅអ្វីដែលខ្ញុំឲ្យនេះគឺជាតម្រុយបងប្អូនណាជាទៅខ្ញុំបានវិភាគឲ្យជាតម្រុយហើយគាត់ថាជាសង្ខេបបន្ថែមទៀតណាបាទគូទី1គឺវាយអាឡម៉ុងណាវាយអាឡម៉ុងមួយគ្រាប់បងប្អូនណាវាយអាឡម៉ុងមួយគ្រាប់គូទី2 over ហូឡុងបាទ over ហូឡុង2.75ឬក៏2កន្លះបូក3ជាមួយស៊ុយអែតហ្នឹងបងប្អូនបាទគូទី3គឺវាយជប៉ុនណាគូទី3គឺវាយជប៉ុនអញ្ចឹង3គូដែលសំខាន់ទី1វាយអាឡម៉ុង over ហូឡុងវាយជប៉ុនមួយគ្រាប់បាទគូទី4យកគូរកៅបាទយកគូរកៅរងបាទ2កន្លះដាច់បាទ
យកគូរងើរោងអេក្វាដ័រពីកន្លះដាច់ណាបងប្អូនអរគុណច្រើនសម្រាប់ការតាមដានហើយសម្រាប់បងប្អូនដែលអត់ទាន់ join channel Telegram របស់ខ្ញុំបាទ VZKA កុំភ្លេចចូលម្នាក់មួយទៅបងប្អូនណាដើម្បីមើលការ live បាល់ការទម្លាក់គូក៏ដូចជាព័ត៌មានកីឡាសម្រាប់ link Telegram របស់យើងគឺមាននៅក្នុង comment សម្រាប់ Facebook ហើយបងប្អូនដែលអត់មានឃើញនៅក្នុង comment ចូលនៅក្នុង page Facebook ខ្ញុំទៅគឺមាន link នៅក្នុង bio ហើយបងប្អូនហើយសម្រាប់បងប្អូន YouTube មាននៅក្នុង description សម្រាប់បងប្អូន TikTok ចូលក្នុង profile គឺមាន link ក្នុង bio ដូចគ្នាណាគាត់ថា TikTok ខ្ញុំពិបាកចូលបន្តិចតើបងប្អូន copy link ហ្នឹងយកមកផាសនៅក្រៅណាផាសនៅក្នុងច្រមឬក៏ផាសនៅក្នុង Telegram គឺចូលបានហើយបាទអរគុណច្រើនសូមគោរពលា